តើពាន World Cup ជាពានមាសសុទ្ធមែនទេតើក្រុមម្ចាស់ជើងឯកទទួលបានលុយរង្វាន់ប្រមាណដែរជំរាបសួរអ្នកនរគ្នាថ្ងៃនេះយើងមកនិយាយអំពីព្រឹត្តិការណ៍ World Cup និងប្រាក់រង្វាន់នៅក្នុងព្រឹត្តិការណ៍នេះទាំងអស់គ្នាការប្រកួត FIFA World Cup គឺជាការប្រកួតបាល់ទាត់ខ្នាតអន្តរជាតិដ៏មានកិត្យានុភាពបំផុតនៅក្នុងពិភពលោកការប្រកួតនេះធ្វើឡើងរៀងរាល់4ឆ្នាំម្ដងនិងមានក្រុមបាល់ទាត់ផ្នែកបុរសឈុតធំចូលរួមប្រកួតប្រជែងដើម្បីក្លាយទៅជាម្ចាស់ជើងឯកពិភពលោកព្រឹត្តិការណ៍នេះដែរត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍កីឡាដែលមានអ្នកទស្សនាច្រើនជាងគេបំផុតនៅទូទាំងពិភពលោកទាំងមូលហើយឆ្នាំនេះផងដែរគឺត្រូវមាន3ប្រទេសដែលត្រូវធ្វើជាម្ចាស់ផ្ទះរួមមានដូចជាសហរដ្ឋអាមេរិកកាណាដាហើយនិងប្រទេសមេស៊ីកូទាក់ទងនឹងពាន World Cup នេះដែរតើជាមាសសុទ្ធមែនដែរទេចម្លើយពានរង្វាន់ FIFA World Cup បច្ចុប្បន្នត្រូវបានផលិតចេញពីមាសកម្រាស់18ការ៉ាត់តួយ៉ាងមិនមែនជាមាសសុទ្ធទាំងស្រុងនោះទេព្រោះផ្នែកខាងក្នុងរបស់វាគឺមានប្រហោងដោយសារតែពាននេះមានតម្លៃមិនអាចកំណត់បាននិងមិនអាចជំនួសបានក្រុមម្ចាស់ជើងឯកមិនអាចរក្សាពាននេះបានទេផ្ទុយទៅវិញពួកគេនឹងទទួលបានពានចម្លងដែលធ្វើអំពីសម្រាប់ស្រោបមាសដើម្បីរក្សាទុកជាអចិន្ត្រៃយ៍តើក្រុមដែលឈ្នះពានរង្វាន់ជាក្រុមម្ចាស់ជើងឯកហើយនិងក្រុមដែលជាប់ចំណាត់ថ្នាក់ផ្សេងៗទៀតទទួលបានរង្វាន់អ្វីខ្លះសម្រាប់ក្រុមម្ចាស់ជើងឯកនឹងទទួលបានពានរង្វាន់ស្រោបមាសចម្លងបូកផ្សំជាមួយនឹងប្រាក់រង្វាន់ចំនួន$50 លានអាមេរិកហើយប្រាក់រង្វាន់នេះដែរគឺជាចំនួនប្រាក់រង្វាន់ដែលមានចំនួនខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រនៃការប្រកួតព្រឹត្តិការណ៍ World Cup សម្រាប់ក្រុមជើងឯករងឬក៏ក្រុមចំណាត់ថ្នាក់លេខ2ទទួលបានមេដាយប្រាក់បូករួមជាមួយនឹងប្រាក់រង្វាន់$33 លានអាមេរិកលេខ3ទទួលបានមេដាយសម្រិតបូករួមជាមួយនឹងប្រាក់រង្វាន់$29 លានអាមេរិករីឯក្រុមលេខ4វិញទទួលបានប្រាក់រង្វាន់$27 លានអាមេរិកតែជាធម្មតាពួកគេមិនទទួលបានមេដាយដោយលេខ2និងលេខ3នោះទេតើប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះតើស្ថាប័ន FIFA បានប្រាក់ទាំងអស់នេះមកពីណា FIFA មិនទទួលបានថវិកាពីអង្គភាពឬក៏ស្ថាប័នតែមួយសម្រាប់រៀបចំការប្រកួត World Cup នោះទេផ្ទុយទៅវិញ FIFA ដំណើរការដូចជាអង្គការពាណិជ្ជកម្មមួយដែលបង្កើតចំណូលដោយខ្លួនឯងដើម្បីផ្ដល់មូលនិធិសម្រាប់ការប្រកួតរង្វាន់និងកម្មវិធីអភិវឌ្ឍផ្សេងៗប្រភពចំណូលសំខាន់ៗខាងលើមានដូចជាសិទ្ធិផ្សាយបន្តផ្ទាល់ការឧបត្ថម្ភការលក់សំបុត្រនិងសេវាកម្ម VIP អាជ្ញាប័ណ្ណពាណិជ្ជកម្មបន្ថែមពីនេះប្រទេសជាម្ចាស់ផ្ទះក៏ចំណាយថវិកាជាច្រើនទៅលើហេដ្ឋារចនាសម្ព័ន្ធសន្តិសុខនិងការរៀបចំព្រឹត្តិការណ៍នេះផងដែរសូមអរគុណសម្រាប់ការទស្សនាប្រសិនបើមានកន្លែងណាខុសឆ្គងក៏សូមអធិស្ឋានដល់ខ្ញុំផងសូមអរគុណ